ចូលមកនៅទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំនឹងបង្វែរអារម្មណ៍ទាំងអស់គ្នាទៅជួបជាមួយសាច់រឿងកំឡោះ DJ សង្ហាមួយចោះហ្នឹងហើយស្អាតណាស់ស្អាតទៀតអូនឃើញចង់ហើយណាខ្ញុំក៏មាន fan ខ្ញុំដែលជាកំឡោះសង្ហាជាច្រើនដែរអូននិយាយតន់ប្តីនៅចិត្តធ្វើគឺបាយក្បាលហើយសាច់រឿងមួយនេះគឺខ្ញុំឲ្យចំណងជើងថាជំនាញផ្ទះកម្ពុជាប្រច័ណ្ឌពីបែបនៅប្រច័ណ្ឌសាហាវខ្ញុំទៀតខ្ញុំប្រាប់ទៅមកស្ដាប់សាច់រឿងយើងទាំងអស់គ្នាដែលមុនចូលសាច់រឿងខ្ញុំសូមប្រម៉ូទលេ CY បន្តិចចុះហ្នឹងហើយដែលគឺខ្ញុំប្រើជាឈុតរបស់គាត់តែម្ដងហ្នឹងហើយអ្នកអាភេងអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់ខ្លាំងជាងគេអូយយីមែននេះមើលស្បែកអ្នកទាំងអស់គ្នាមើលចិត្តមែនណាឃើញអត់មួយរយៈក្រោយនេះដោយសារតែខ្ញុំនិយាយខ្លីហ្មងគឺយើងត្រៀមសុខភាពឲ្យល្អគឺខ្ញុំអត់សូវប្រើពពួកលេលាបឲ្យសឲ្យខ្ជាប់ខ្ជួនទេមកតែខ្ញុំតែម្ដងទៅពីរដងប៉ុន្តែភេងខ្ញុំបុកខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំស្រឡាញ់អាស្បែករបៀបចេញមកវាគីឡូ skin អញ្ចឹងណាអត់សឲ្យប៉ុន្តែវាភ្លឺអ្នកនរគ្នាវាភ្លឺថ្លាហើយស្បែកយើងក៏វាអត់ទៅជាកម្ដៅខ្លាំងដែរអូខេចូលដល់សាច់រឿងយើងវិញដោយសាច់រឿងមួយនេះគឺកើតឡើងនៅក្នុងកន្លងឆ្នាំ2024ដូចយើងឥឡូវហ្នឹងទេដែលខាងគាត់គឺនៅខាងតកែវអ្នកទាំងអស់គ្នាបើសិនជាខ្ញុំគាត់ថាបើសិនជាប្រាប់ឈ្មោះគាត់ទៅអ្នកនៅក្នុងប្លុកខេត្តរបស់គាត់ហ្នឹងគឺស្គាល់គាត់ហើយព្រោះគាត់ឥឡូវហ្នឹងគឺជា DJ ចាក់បាត់រៀងល្បី DJ ចាក់នៅក្នុងក្លឹបហ្នឹងហើយនៅក្នុងក្លឹបក្នុងខេត្តមួយហ្នឹងក្នុងខេត្តតកែវហ្នឹងដែលនៅក្នុងតំបន់អីគេភូមិឃុំមួយហ្នឹងអញ្ចឹងគាត់ជាអ្នកល្បីដែរគេសង្ហាគេអ្នកសង្ហាប្រចាំភូមិទាំងអស់គ្នាដែលចូលមកសាច់រឿងមួយហ្នឹងគឺវាស្តៀងនឹងសាច់រឿងខ្ញុំនិយាយមុនហ្នឹងដែរសាច់រឿងច្រៀងផ្ទះលួចស្រឡាញ់កូនច្រៀងផ្ទះស្រឡាញ់កូនកន្លោះគេហ្នឹងបងអ្នកនរគ្នាវាស្តៀងគ្នាអញ្ចឹងហើយអ្នកខ្លះចូលមកខមមិនខ្ញុំសូមបើកវងកញ្ចក់កន្លែងហ្នឹងតិចអត់តន់ចូលដល់សាច់រឿងទេខ្ញុំសុំកុំឲ្យបើសិនជាអ្នកទាំងអស់គ្នាមិនជឿក៏កុំចាំបាច់មកខមមិនណាព្រោះខ្ញុំនិយាយវីដេអូមួយថ្ងៃនេះគឺខ្ញុំនិយាយតែនិយាយដែរហាមកុំឲ្យការខមមិនតែអត់ល្អនៅក្នុងក្រោម social របស់ខ្ញុំក្រុមវីដេអូរបស់ខ្ញុំខ្ញុំអត់ពេញចិត្តទេជឿមិនជឿកុំខ្វល់អត់ពេញចិត្តអត់ចូលចិត្តជាមួយនឹងវីដេអូមួយហ្នឹងអូម្លងចោលកុំចំណាយពេលវេលាដ៏មានតម្លៃរបស់ពួកអ្នកហ្នឹងចូលមកខមមិនពីអាក្រក់អីហ្នឹងហើយមិនជឿជារឿងរបស់យើងទុកក្នុងចិត្តឬក៏យើងអូចោលបើយើងជាមនុស្សធំត្រូវអូខេអញ្ចឹងសាច់រឿងមួយនេះគឺខ្ញុំចូលលេងណាខ្ញុំសុំនិយាយតឲ្យព្រោះមិនថាជាខមមិនថាឲ្យអ្នកដែលគាត់ចែកលេខសាច់រឿងរបស់ខ្ញុំឬក៏ខមមិនឲ្យខ្ញុំក៏ដោយគឺខ្ញុំខឹងដូចគ្នាខ្ញុំមិនឌីកាណាធីមខ្ញុំ fan របស់ខ្ញុំគេខំចែកសាច់រឿងរបស់ខ្ញុំមកធ្វើឯងខមមិនស្ដីឲ្យគេអូខេដែលសាច់រឿងមួយហ្នឹងគឺចែកខ្ញុំសុំហៅគាត់ថាបងប្រុស DJ ហ្នឹងហើយព្រោះគាត់បងប្រុសគាត់ហៅខ្ញុំចែបងស្រីម្នាក់នេះនឹងហៅបងប្រុសហើយនឹងការពីបងប្រុសកុំឲ្យគេជេរបងមីនីក្នុងឆ្នាំ2024នៅក្នុងកន្លងខែ2គាត់និយាយថាពេលហ្នឹងគឺគាត់អត់ទាន់ដូចជាអត់ទាន់ខ្លាចជា DJ ទេប៉ុន្តែគាត់ជាមេការធំដែរនៅក្នុងហ្នឹងគឺនិយាយថាអ្នកគ្រប់គ្រងក្លឹបចឹងប្រៅទៅយើងប្រើពាក្យចង់អ្នកគ្រប់គ្រងហើយក៏តបមកគឺគាត់ថាសម្រាប់គាត់ពេលហ្នឹងមិនថាពេលហ្នឹងឬក៏ឥឡូវខ្ញុំចូលមើលវាឃើញស្អាតដែរមែនវាស្អាតមែនចឹងណាគាត់ថាក៏មានគេហ្នឹងណារបៀបថាចាក់មានភៀវស្អីគេហៅយើងប្រើពាក្យថាភៀវជីណេរីភៀវចូលទៅលេងក្លឹបហ្នឹងអញ្ចឹងណាឃើញបងប្រុសហ្នឹងក៏មានអារម្មណ៍ថាក្រាស់គេឲ្យពួកបុគ្គលិកគ្រប់តុកហ្នឹងទៅសុំលេខទូរស័ព្ទពីបងប្រុសហ្នឹងហើយគាត់ថាពេលហ្នឹងម៉ោងខ្ទង់2ហើយម៉ោង2ភ្លឺឲ្យបងពេលហ្នឹងចិត្តតែម៉ោងការងារខ្ញុំហីរបៀបចឹងណាហើយដល់ពេលដែលឃើញគេមកសុំលេខទូរស័ព្ទចឹងទៅក្នុងនាមយើងក៏វាមិនណយដែរយើងក៏ឲ្យលេខទូរស័ព្ទទៅគេដែររបៀបចឹងណាអញ្ចឹងទៅគាត់ក៏មានជាការទៅដល់ផ្ទះវិញណាទាំងអស់គ្នាច្រៀងផ្ទះហ្នឹងមកតែម្ដងមកនៅក្នុងទម្រង់របៀបចែគាត់ថាពេលហ្នឹងគឺគាត់ទៅដល់ផ្ទះវិញគឺគាត់គេងអ្នកនរគ្នាគឺគាត់ខ្ញុំគាត់និយាយថាម៉ាក់គាត់នៅក្រោមគាត់គេងនៅជាន់លើផ្ទះគាត់គេងនៅជាន់លើអញ្ចឹងហើយគឺច្រៀងក៏អត់មានមកជាការកាចអញ្ចឹងទេគ្រាន់តែប្អូនប្រុសឲ្យលេខទូរស័ព្ទទៅស្រីអីចឹងកុំមកជាការកាចហ្មងហើយគាត់នឹងថៃចឹងញញជាងអញទៀតណាមកអង្គុយលើគាត់សមោលស្ទង់ខ្មៅមៀតឡងធំហ្មងហើយមកអង្គុយលើគាត់ទឹកដៃមកច្បាច់កគាត់ចឹងហ្មងហើយអត់និយាយអីទេហើយពេលហ្នឹងគាត់ថាទម្រង់មួយដែលគាត់ហើខ្លួនអត់ធួចហើយគាត់ឡើងបាច់ញុះជោគហ្មងគាត់ថារបៀបថាប្របាក់នៅក្នុងការហើខ្លួនរបៀបដូចគេមនុស្សគេសកត់ចឹងអ្នកនរគ្នាប៉ុន្តែឃើញនៅរូបភាពមួយហ្នឹងដែលមកគឺនៅក្នុងទម្រង់របៀបកាចខ្លាំងហ្មងហើយដល់ពេលគាត់ហើខ្លួនរួចហ្នឹងហើយគាត់ក៏ហត់ចុះទៅក្រោមទៅប្រាប់ម៉ាក់គាត់ថាអីយកកូនចាប់ពីមកគេនៅក្រោមវិញមកចាំម៉ាក់ទៅគេនៅលើហ្នឹងហើយចាប់ពីស្អែកទៅជប់គេនៅលើហ្នឹងទៀតមកគេនៅក្រោមវិញមករបៀបចឹងណាហើយគាត់ក៏ស្អែកឡើងហ្នឹងគាត់ក៏ទៅធ្វើការធម្មតាចាមានជាការលែងទុកចិត្តអីអានេះសេរីប្រពន្ធលែងទុកចិត្តប្តីអីតែច្រៀងផ្ទះតែគាត់ប្រើពាក្យថាច្រៀងផ្ទះចាំស្ដាប់ខ្ញុំតទៀតសិនអ្នកខ្លះមានមកខ្លះក៏ខមមិនថាច្រៀងផ្ទះគឺជាទេវតាអីណាអញ្ចឹងណាតួទេវតាក៏មានស្នេហាយើងវាមិនដឹងតែគាត់ថានៅក្នុងទម្រង់មួយដែលគាត់និយាយប្រើពាក្យអញ្ចឹងខ្ញុំក៏និយាយតាមដែលគាត់ចែកម្លែកមកដែរមែនអត់
បន្តទៅទៀតទៅពេលហ្នឹងគឺគាត់ត្រូវទៅធ្វើការធម្មតាហើយបងប្រុសដែលជាអ្នកចាក់ DJ នៅក្នុងក្លឹបរបស់គាត់ហ្នឹងរបៀបថាគាត់អ្នកចាក់ DJ ហ្នឹងប៉ុន្តែគាត់ក៏ជាអ្នកលេងអាគមអ្នកខាងផ្លូវលង្កាត់ហ្នឹងដែរគឺគាត់ចេះមើលចេះឃើញមើលអីចឹងរបៀបចឹងអ្នកនរគ្នាហើយគាត់ហ្នឹងក៏ឃើញបងប្រុសដើរចូលទៅកន្លែងធ្វើការហ្នឹងតាំងពីព្រលប់មកបង DJ ហ្នឹងគាត់ក៏និយាយទៅចេះហៅអូនថាអូនចុចចុះឥឡូវអូនចុចចុះយើងអត់ចង់ហៅឈ្មោះគាត់ចំទេអូនជេអញ្ចឹងទៅប្រើពាក្យអូនជេប្រដៅទៅមានវិញ្ញាណមនុស្សស្រីមកតាមអីនេះចឹងហើយបងប្រុសគាត់ភ័យថារៀងឆ្ងល់ដែរអញ្ចឹងណាគេដើរតាមចូលមកហ្មងប៉ុន្តែឲ្យបងប្រុសហ្នឹងគ្រូទៅផ្ទះវិញតែឲ្យម្ដាយឪពុកស្រោចទឹកស្រោចអីឲ្យទៅព្រោះអត់ស្រួលទេមានគេដើរតាមអញ្ចឹងប៉ុន្តែគាត់ថាគេមកនេះគឺក្នុងទម្រង់គេស្អាតបាតទេគេស្លៀកពាក់កៅអៅបែបបុរាណទេតាមស្រួលជានាងផ្ទះផងហ្នឹងហងគាត់និយាយអញ្ចឹងណាព្រោះគាត់ឃើញនៅក្នុងទម្រង់គេស្លៀកបែបបុរាណបែបស្អាតតែរបៀបអញ្ចឹងមិនមែនមកទឹកមុខបែបពួកភាយណាអស់គ្នាទោះស្លៀកបែបបុរាណក៏ស្អាតដែរមុខអលួយជន់ឈាមមកស្អុយក៏ឃ្លុកមកហើយប៉ុន្តែដល់ពេលគាត់គឺឋានៈគាត់បែបហ្នឹងហើយទោះជាបេះដូងគាត់អត់ទាន់កក់ដែរប៉ុន្តែក៏គាត់នៅក្នុងទម្រង់គាត់គឺជាស្អាតអញ្ចឹងណាហើយអញ្ចឹងទៅគាត់ក៏ទៅផ្ទះវិញក៏ប្រាប់ម្ដាយគាត់អីទៅតាមហ្នឹងទៅហើយគាត់និយាយថាអានេះខ្ញុំនិយាយកាត់តាមគាត់ហ្នឹងណាអ្នកនរគ្នាសាច់រឿងនេះគឺខ្ញុំយករៀងខ្លីមកបណ្ដោយទៅនិយាយកាត់រៀងខ្លីរបៀបតែគាត់សុកចិត្តដាច់គ្នាជាមួយនឹងសង្សារក៏ព្រោះតែជំនាញផ្ទះមួយហ្នឹងគឺកាច់ខ្លាំងពេកហើយសូម្បីតែពេលដែលម៉ាក់គាត់ជឿទៅខាងហុងស៊ុយសូម្បីតែលោកគ្រូច័ន្ទសែម៉ាក់ហុងស៊ុយហ្នឹងគាត់តែដើរឈានជើងចូលមកដល់ក្នុងផ្ទះគាត់ហ្នឹងឯណាក៏មើលឃើញអ្វីមួយយ៉ាងហ្នឹងដែរប្រាប់គាត់ថាអាអូនណាកូនផហៅឈ្មោះម៉ាក់គាត់ថាអីគេអញ្ចឹងថាអូនមួយហ្នឹងណាកុំឲ្យវាមានរបៀបគេហៅថាស្រីញីឬមកក៏ភ្លើតភ្លើនមានស្នេហាមានអីឬក៏ស្រីញីញ៉ៃអីអសោះជាពិសេសគឺអាចចេញចូលក្នុងក្លឹបហ្នឹងហ្មងអត់បានទេជំនាញផ្ទះគេស្រឡាញ់ខ្លាំងស្រឡាញ់វាខ្លាំងហ្មងអញ្ចឹងអាមួយហ្នឹងគឺអត់ងាយការប្រពន្ធទេអត់មានងាយបានប្រពន្ធទេខ្ញុំក៏គិតអញ្ចឹងដែរអ្នកទាំងអស់គ្នាបើប្រចាំហ្នឹងទោះមានអាយុហៅដូរផ្ទះអីមែនទេវាចឹងអ្នកខ្លះគេមិនតែជួបគេមិនជឿទេអ្នកខ្លះគេធ្លាប់ជួបតែមិនគេជឿថាជួនកាលធ្វើបណ្ណាយឲ្យគាត់ហ្នឹងគឺអ្នកចូលមកក្នុងផ្ទះឬក៏អ្នកចូលមកក្នុងជីវិតគាត់គឺអាចនៅជាមួយគាត់បានណារបៀបអញ្ចឹងហើយអត់ចាប់អារម្មណ៍នេះហើយតមកសាច់រឿងយើងបន្តទៀតហ្នឹងសាច់រឿងនេះគឺអត់លងខ្លាចទេអ្នកទាំងអស់គ្នាប៉ុន្តែវាបែបរៀងខ្ជីដែលសាច់រឿងមួយនេះគឺរបៀបថាវាមិនគួរឲ្យខ្លាចខ្លាំងទេប៉ុន្តែវាខ្ជីខ្ជូដែរអ្នកនរគ្នាតើអ្នកមានអ្នកនេះគេហៅថាការចែកម្លែកបែបអវិញ្ញាណហ្នឹងហើយមិនមែនតើមកខ្មោចលៀនតាត់លៀនធ្លិលមិនគួរឲ្យខ្លាចមែនអត់វាចឹងជំនាញទាំងនេះចរិតស្រៀងអញមិនចេះវិញតទៅទៀតរបៀបថាបន្ទាប់ពីហ្នឹងទៅគាត់ក៏ចាប់ផ្ដើមដឹងថាអូគឺវាបែបហ្នឹងពិតមែនហើយគាត់ថាមានថ្ងៃមួយហ្នឹងគាត់ពងតាគេងហ្នឹងណាគាត់ដឹងហ្មងថាជំនាញផ្ទះមួយហ្នឹងគឺមករបៀបថាចាក់មិនមែនទេគាត់ថាគាត់អាសាជួបជាមួយនឹងអារម្មណ៍ដែលគាត់គេងនៅក្នុងលើខែគាត់ហ្នឹងគឺមានគេមកបច្ចេកគេមួយគាត់ហ្នឹងរបៀបអញ្ចឹងហើយគាត់ថាថ្ងៃមួយហ្នឹងគឺមិនមែនជាគាត់ដេកយល់សពទេណាគឺជាការឆ្លើយមួយគ្នានិយាយជាមួយគ្នាប៉ាំងទៅប៉ាំងមកហ្មងណាគាត់ដឹងថាចៃហ្នឹងគឺមកដេកចិត្តគាត់រហូតតែមិនដឹងថាបៀតបៀនកូនប្រុសគេមិនខ្លះផងហើយពេលមួយហ្នឹងរបៀបនេះប្រិយប្រពន្ធគេឆ្លោះគ្នាចឹងអ្នកនរគ្នារបៀបតែគាត់គេអញ្ចឹងហើយគាត់ដាក់ដង្ហើមនឹងចុងជើងគាត់ហ្នឹងហ្មងហើយជំនាញផ្ទះហ្នឹងរបៀបគាត់គេអញ្ចឹងមកកេះជើងគាត់ចែកមកកេះបាត់ជើងមកកេះជើងគាត់ចែកខ្លួនឯងដាក់ដង្ហើមមកចុងខ្ញុំងាយខ្ញុំត្រជាក់របៀបចឹងហ្នឹងហើយដល់ពេលគាត់ខំគាត់ធន់ដែរដេកបានកុំដេកគេប្រុសស្អាតដែរហើយគឺខ្មើចឹងជំនាញផ្ទះហ្នឹងគេងក់ហើយគេងក់ហ្មងទៅបាត់តាំងពីហ្នឹងមកគាត់ថាខានឲ្យគាត់ឃើញដល់រាប់ខែហ្មងបងខានឲ្យខ្ញុំឃើញដល់រាប់ខែខានជួបអារម្មណ៍ដែលរបៀបថាមានគេមកនៅចិត្តអីចឹងណាហើយបន្តមកទៀតក៏មិនខែក្រោយមកក៏គាត់ជួបជាមួយនឹងគេមកបែបមកជាមួយនឹងបែបជីងចក់ច្រឡំជីងចក់តុកកែអ្នកអរគ្នាគាត់ថាតុកកែហ្នឹងធំណាបងប៉ប៉ិនក៏ភួនបើនិយាយពីដៃហ្នឹងគេហៅកភួនដៃតែកដៃគាត់ថាប៉ប៉ិនកដៃគាត់មកពួកគាត់ដៃគាត់នៅខុសធំគាត់ថាធំមិនតែឃើញតុកកែណាធំយ៉ាងហ្នឹងហើយមកដេកទៅចិត្តគាត់ហ្នឹងហ្មងហើយគេដេកថាបងមិនដែលឃើញតុកកែណាមកដេកត្រភួយមួយខ្ញុំរបៀបដេកត្រភួយយើងអារបៀបនៅតែត្រង់កក្បាលវាកើខ្នើយហើយគេត្រភួយយើងមនុស្សចឹងគេត្រភួយមកកណាត់ខ្លួនហើយក្បាលគេកើលើខ្នើយគាត់ភ្ញាក់នឹងខ្លួនមកឃើញតុកកែហ្នឹងចិត្តគាត់ចឹងណាគាត់ថាមនុស្សគាត់អត់ខ្លាចតុកកែហ្នឹងទេប៉ុន្តែគាត់ដឹងហ្មងថាហ្នឹងគឺមិនជាតុកកែទេណាតុកកែណាគាត់ដេកចិត្តច្រោភួយច្រោអីចឹងគាត់និយាយប្រាប់ខ្ញុំអញ្ចឹងណាពេលហើយខ្ញុំក៏ដេញឲ្យតុកកែហ្នឹងទៅហើយក៏តាំងពីហ្នឹងមកគាត់ក៏បានត្រឹមតែថាជួបធ្លាប់ជួបតែឲ្យឃើញពីឆ្ងាយទៀតចឹងណាដោយសារអីគាត់ថាដោយសារតែឥឡូវហ្នឹងគឺគាត់លែងមានស្នេហាគាត់លែងមានសង្សារគាត់លែងមានអ្នកតាក់ទងអ្នកអីគឺគាត់អត់ញ៉ៃជាមួយនឹងរឿងអស់ហ្នឹងទៀតហ្មងទៅកុំឲ្យអូនប្រច័ណ្ឌពេកអូយហើយល្អមែននិយាយទៅក៏ប្តី
របស់យើងជានេះអីចឹងណាបើសិនជាពេលដែលយើងប្រចាំទៅគេឈប់ធ្វើអញ្ចឹងមែនមិនល្អមែនទេអ្នកនរគ្នាបងប្រុសនេះល្អណានេះបើសិនជាប្រពន្ធវិញណាមិនដឹងថាស្មោះនឹងប្រពន្ធកម្រិតណាអ្នកនរគ្នាអើយចង់មាន account បងប្រុស DJ សង្ហាហ្នឹងណាអូនឯងជួយឆាតមកបង private ហើយបន្ទាប់មកទិញលេទិញអីបងក៏ច្រើនណាខ្ទង់អស់ពី200 ឡាយឡើងទៅចាំបងឲ្យ account ទៅណែឯងដែរហ៎មនុស្សប្រុសល្អណាស់បានចឹងសង្ហាហើយឯងមានគេហៅថាមានឧត្តមគតិដែលជាគេនេះទៀតហើយឯងទោះសម្ដីគេមិនសូវផ្អែមទេប៉ុន្តែគេស្មោះត្រង់អត់មានសង្សារដល់10ថ្ងៃអត់មានសង្សារហើយក៏អូខេហ្នឹងហើយមកសាច់រឿងយើងវិញទៀតដោយសារតែគាត់ហ្នឹងគាត់ធ្លាប់ឃើញដែរថាគាត់ធ្លាប់ឃើញពីចង្ងាយទេដែលពេលហ្នឹងគឺគាត់ឃើញទម្រង់ដែលនៅក្នុងចានពៀនដូចរបៀបថាកន្លែងជំនាញផ្ទះអញ្ចឹងគេមានចានពៀនម៉ាក់គាត់មានចានពៀនជាអីអញ្ចឹងគាត់ឃើញមនុស្សស្រីនៅក្នុងទម្រង់របៀបអង្គុយដាក់ដៃឡើងសឹមហ្នឹងអញ្ចឹងហើយពៀននេះក៏ផ្សែងហើយខ្លួនពេលឡើងភ្លឺភ្លេងតែទួយទម្រង់ទួយអង្គុយលើចានពៀនហ្នឹងឯងគាត់ឃើញទម្រង់ហ្នឹងគឺយូរដែរហើយក៏ហ្នឹងឯងមិនអត់សប្ដាហ៍គាត់ក៏ដែរឃើញដែរគាត់ដឹងថាគេឡើងចុះលឿនសម្លេងជើងសម្រាប់អីតែប៉ុណ្្នឹងឯងសាច់រឿងនេះគឺចាប់ថងប៉ុណ្្នឹងអ្នកនរគ្នាចង់បាន inbox មកបានឬបាយ